ច្រអូសនៅក្នុងការរៀនទី1គឺការកំណត់គោលដៅការកំណត់គោលដៅនេះគឺសំខាន់ណាស់ពីព្រោះថាយើងត្រូវសួរខ្លួនឯងជាមុនសិនថាតើយើងចង់បានអីឧទាហរណ៍ខ្ញុំចង់ឲ្យលទ្ធផលនៃការសិក្សាចូលឆ្នាំរបស់ខ្ញុំទទួលបានលទ្ធផលល្អប្រសើរឬមួយក៏យើងចង់ឲ្យមុខវិជ្ជាណាមួយដែលយើងធ្លាប់ខ្សោយពីមុនមកប្រែមកជាល្អវិញអញ្ចឹងហើយយើងត្រូវដាក់គោលដៅជាមុនសិនមុននឹងយើងចាប់ផ្ដើមធ្វើអ្វីមួយទី2គឺការកំណត់ការវិភាគការកំណត់ការវិភាគនេះគឺសំខាន់ណាស់មិនថាយើងទៅរៀននៅសាលាក៏ដោយក៏យើងមានការវិភាគរៀបចំមុខវិជ្ជារៀនថាក្នុងមួយថ្ងៃនេះយើងរៀនបាន4មុខក៏ដូចគ្នាដែរយើងរៀននៅផ្ទះយើងក៏ត្រូវមានកំណត់ការវិភាគរៀនដូចគ្នានៅក្នុងមួយថ្ងៃខ្ញុំអាចទទួលបានតែ2មុខវិជ្ជាគត់គឺមុខវិជ្ជាភាសាខ្មែរនិងគណិតវិទ្យាអញ្ចឹងយើងត្រូវកំណត់ឲ្យច្បាស់ពីព្រោះថាបើសិនជាយើងកំណត់មុខវិជ្ជារៀនមិនច្បាស់ទេនៅពេលដែលចាប់ផ្ដើមដល់ម៉ោងដែលយើងត្រូវស្វែងសិក្សានៅខ្លួនឯងយើងប្រកាសជាមិនខំនៅថាទៅរៀននឹងត្រូវរៀនអីរៀនអីស្រួលដល់ពេលបើសិនជាយើងអត់កំណត់ការវិភាគច្បាស់លាស់ទេការរៀនរបស់យើងក៏ទៅតាមនឹងវិធីផងដែរហើយទី3នោះគឺការកំណត់ពេលវេលាច្បាស់លាស់ការកំណត់ពេលវេលាច្បាស់លាស់នេះគឺសំខាន់ណាស់ពីព្រោះថាយើងរៀនប៉ុន្តែក៏ត្រូវមានពេលសម្រាប់ដូចគ្នានៅពេលដែលយើងសម្រាប់គ្រប់គ្រាន់ខួរក្បាលរបស់យើងនឹងអាចទទួលបានមេរៀនដែលយើងរៀនបានឆាប់រហ័សហើយម្យ៉ាងទៀតវិញនៅពេលដែលយើងមានពេលរៀនមានពេលសម្រាប់ផងគឺជាចំណុចសំខាន់ដែរគឺអាចធ្វើឲ្យយើងនឹងខ្ជិលនៅ